សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបធ្វើ outline text effect នៅក្នុងកម្មវិធី Photoshop អូខេអញ្ចឹងមុនដំបូងគឺអ្នកគ្នាអាចធ្វើការ remove background ចោលអស់ទូរស័ព្ទជិះរបស់យើងបានហើយដូចអ្វីដែលខ្ញុំបានធ្វើការបង្ហាញអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលទៅកាន់អក្សរ T ដើម្បីធ្វើការសរសេរអក្សរទៅលើរូបភាពរបស់យើងអូខេឥឡូវខ្ញុំធ្វើការសរសេរអក្សររួចរាល់ហើយខ្ញុំធ្វើការដាក់វាធំបន្តិចខ្ញុំចុចគ្រីសមួយបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុចឲ្យចង់កដាលបែបនេះបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការ copy layer របស់ខ្ញុំមកមួយទៀតបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការទាញអក្សររបស់យើងចុះមកខាងក្រោម subject របស់យើងមកហើយអ្នកគ្នាឆោតទៅខាងលើវិញដក fill ឲ្យអស់បន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការកាន់ FX ហើយអ្នកគ្នាយកគេថា stroke អញ្ចឹងសម្រាប់ stroke នេះដែរគឺខ្ញុំយកទំហំប៉ុណ្ណឹងអញ្ចឹងសម្រាប់កន្លែង position គឺខ្ញុំយកវា outside ហើយ size គឺខ្ញុំយកវា2ហើយកន្លែង color នេះគឺខ្ញុំយកវាពណ៌សចុចវា OK មួយបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុច Ctrl ចុច click ទៅលើ layer អក្សររបស់យើងហើយអ្នកគ្នាអាចធ្វើការចុចកន្លែង link ដែលមានរូបច្បាប់បែបនេះអញ្ចឹងអ្នកនរគ្នាអាចធ្វើការបង្កើត outline text effect មួយបានហើយអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺសូមចប់ត្រឹមប៉ុណ្្នឹងហើយបើសិនជាអ្នកគ្នាចង់ធ្វើការសិក្សាទៅលើជំនាញ graphic design អ្នកគ្នាអាចធ្វើការសិក្សានៅសាលា C Academy បានអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ